កូរ៉េខាងជើងបានត្រួតទេសបាញ់មីស៊ីលចំនួនថ្មីជាច្រើនប្រភេទដែលប្រើបច្ចេកវិទ្យាបញ្ញាសិទ្ធិនិម្មិត AI សម្រាប់គ្រប់គ្រងនិងនាំផ្លូវការវាយប្រហារការសាកល្បងនេះធ្វើឡើងនៅថ្ងៃទី26ខែឧសភាឆ្នាំ2026ក្រោមការដឹកនាំផ្ទាល់របស់មេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនយោងតាមសារព័ត៌មាន Reuters មីស៊ីលដែលបានបាញ់សាកល្បងរួមមានមីស៊ីល ballistic មីស៊ីល cruise និងគ្រាប់រ៉ុកកែតចម្ងាយឆ្ងាយកូរ៉េខាងជើងអះអាងថាមីស៊ីលថ្មីទាំងនេះអាចវាយគោលដៅបានយ៉ាងត្រឹមត្រូវក្នុងចម្ងាយប្រមាណ100គីឡូម៉ែត្រភាគីកូរ៉េខាងត្បូងបានបញ្ជាក់ថាមីស៊ីលមួយចំនួនហោះបានប្រហែល80គីឡូម៉ែត្រខណៈមីស៊ីលប្រភេទ Cruise ដែលប្រើប្រព័ន្ធ AI អាចផ្លាស់ប្តូរទិសដៅនៅវគ្គចុងក្រោយមុនពេលវាយប្រហារគោលដៅប្រព័ន្ធនេះអាចប្រើផែនទីភូមិសាស្ត្រនិងហោះទាបតាមជម្លឺភ្នំឬផ្លូវស្មុគស្មាញដើម្បីគេចពីប្រព័ន្ធរ៉ាដានិងការពារដែនអាកាសអ្នកវិភាគយោធាមើលឃើញថាប្រសិនបើមីស៊ីលទាំងនេះមានសមត្ថភាពដោយការអះអាងពិតប្រាកដនោះទីក្រុងសូលនិងមូលដ្ឋានយោធាសំខាន់ៗរបស់កូរ៉េខាងត្បូងអាចស្ថិតក្នុងរង្វង់នៃការវាយប្រហារដោយសារទីក្រុងសូលស្ថិតនៅចម្ងាយប្រហែល100គីឡូម៉ែត្រពីព្រំដែនកូរ៉េខាងជើងកន្លងមកកូរ៉េខាងជើងក៏ធ្លាប់អះអាងថាបានអភិវឌ្ឍមីស៊ីលជាច្រើនប្រភេទរួមមាន KN-33 KN-35 មីស៊ីល Scud Nodong មីស៊ីល Hypersonic និងមីស៊ីលឆ្លងទ្វីបហួសសង់ទោះជាយ៉ាងណាអ្នកជំនាញអន្តរជាតិមួយចំនួននៅតែមានការសង្ស័យចំពោះសមត្ថភាពពិតប្រាកដរបស់អាវុធទាំងនេះព្រោះមិនទាន់មានការប្រើប្រាស់ក្នុងសមរភូមិជាក់ស្ដែង